សួស្តីក៏ដូចជាស្វាគមន៍ទៅកាន់ប្រិមិត្តខ្ញុំបាទលោកនេះខ្ញុំបានមកសម្រាយរឿងសារជាថ្មីក៏ប៉ុន្តែពេលនេះមកសម្រាយជារឿង anime ទេអញ្ចឹងនៅពេលដែលមើលរឿងនេះចប់ប្រសិនបើល្អមើលចង់ទស្សនានៅភាពបន្តទៀតកុំភ្លេច Subscribe ផងដើម្បីទទួលបាននៅភាពបន្តទៀតថ្ងៃនេះខ្ញុំបានលើកយកនៅរឿងមួយដែលមានចំណងជើងថា Magic Maker ដែលមានន័យថាគឺជាអ្នកដែលបង្កើតនៅវេទមន្តនិយាយអំពីបរិសម្នាក់ដែលគាត់ពិតជាចូលចិត្តទៅការធម្មពលវេទមន្តក៏ប៉ុន្តែគាត់មិនបានជោគជ័យឡើយនៅថ្ងៃមួយគាត់ក៏ត្រូវបានស្លាប់ព្រមទាំងចូលទៅកាន់ភពមួយទៀតចូលទៅក្នុងរាងកាយរបស់ក្មេងប្រុសម្នាក់ទៅដល់ទីនោះគាត់ក៏បានព្យាយាមដើម្បីស្វែងយល់ពីវេទមន្តបន្តទៀតតែលើដើម្បីកុំឲ្យនិយាយច្រើនពេកយើងក៏ចូលទៅកាន់រឿងរបស់យើងតែម្ដងទៅចាប់ផ្ដើមនៅក្នុងភាគនេះយើងបានឃើញនៅក្មេងស្រីម្នាក់ដែលត្រូវជាបងស្រីរបស់តួឯកប្រុសហើយក៏ត្រូវជាកូនស្រីរបស់មេភូមិម្នាក់ដូចគ្នាដែលលោកមេភូមិមានឈ្មោះថាកាវ៉ាតអញ្ចឹងពេលនេះយើងបានឃើញនៅលោកម្ចាស់កាវ៉ាតព្រមទាំងប្រពន្ធរបស់គាត់បានត្រឡប់មកវិញជួបជាមួយនឹងកូនស្រីម៉ារីលើពីនេះក៏មានជាមួយនឹងក្មេងប្រុសម្នាក់ដែលមានឈ្មោះថាស៊ីអននេះគឺជាតួឯកប្រុសរបស់យើងគឺជាក្មេងប្រុសដែលស្រឡាញ់ទៅលើវេទមន្តដែលខាងម៉ារីគឺជាក្មេងស្រីដែលស្រឡាញ់ទៅលើក្បាច់ដាវម៉ារីបន្ទាប់ពីឃើញប្អូនប្រុសរបស់ខ្លួនឯងខ្ជូតពេកនឹងក៏អន់ទៅថើបមួយទៅហើយក៏ប្រាប់ទៅកាន់ស៊ីអនថាស៊ីអនយើងគឺជាបងស្រីរបស់ឯងរឿងក៏កាត់រហូតដល់3ឆ្នាំក្រោយមកពេលនេះជាងបានឃើញនៅម៉ារីព្រមទាំងស៊ីអនកំពុងតែធ្វើការប្រណាំងគ្នាក៏ប៉ុន្តែស៊ីអនគ្មានគីឡូជាមួយនឹងបងស្រីរបស់គាត់នោះទេបងស្រីរបស់គាត់មានជាមួយនឹងកម្លាំងខ្លាំងជាងគាត់ពេលនេះអ្នកទាំងពីរក៏បានទៅទទួលនៅឪពុករបស់គាត់ឪពុកបែបនេះពិតជាសប្បាយចិត្តមើលទៅកាន់ស៊ីអននិយាយថាអូស៊ីអនមើលទៅឯងពេលនេះដូចជាចេះគិតជាងមុនណោះស៊ីអនប្រាប់ថាអត់នោះទេបងស្រីទេជាអ្នកចេះគិតជាងខ្ញុំបែបនេះម៉ារីក៏គិតដែរថាប្អូនប្រុសរបស់គាត់ពេលនេះប្លែកស៊ីអនក៏កាន់តែមានប្រយោជន៍បានជួយទៅកាន់ម្ដាយព្រមទាំងលេងនំដាក់ពុកទៀតលើពីនេះនាងបានឃើញនៅស៊ីអនព្យាយាមហ្វឹកហាត់នៅធម្មពលនាងចូលទៅសួរថាស៊ីអនកំពុងតែធ្វើស្អីទៅក៏ប៉ុន្តែស៊ីអនអត់ប្រាប់នោះទេបែបនេះម៉ារីក៏គិតថាមើលទៅស៊ីអនប្រកាសជាមានរឿងលាក់បាំងជាមិនខានគិតរួចនាងក៏សើចនៅពេលញ៉ាំបាយស៊ីអនបានសួរទៅកាន់ឪពុករបស់ខ្លួនថាពុកតើនៅទីនេះមានបិសាចដែរទេឪពុកក៏បានប្រាប់ថាបិសាចពិតជាមានបែបនេះគាត់ប្រាប់ឲ្យស៊ីអនកុំចេញទៅក្រៅប្រទេសប្រាស់អីដោយសារតែវាអាចនឹងមានគ្រោះថ្នាក់លើបែបនេះស៊ីអនគឺជាអ្នកដែលចូលចិត្តទៅកាន់វេទមន្តបន្តទៅលើថាមានបិសាចពិតជាសប្បាយចិត្តអញ្ចឹងក៏សួរបន្ថែមទៀតថាតើនៅខាងក្រៅមានវិញ្ញាណនិង fairy ដែរទេឪពុកលើបែបនេះនិយាយថាវិញ្ញាណដូចជាមិនមានក៏ប៉ុន្តែ fairy វាមានទោះបីជាណាក៏ដោយ fairy វាពិតជាកម្រណាស់បែបនេះឈ្មោះក៏បានឲ្យតម្លៃទៅកាន់ fairy ជាខ្លាំងស៊ីអនបន្តទៅលើបែបនេះពិតជាសប្បាយចិត្តព្រមទាំងសួរបន្ថែមទៀតថាពុកតើនៅក្នុងពិភពលោកនេះមានវេទមន្តដែរទេលើភ្លាម Gavan ឆ្ងល់តែម្ដងសួរថាវេទមន្តស៊ីអនប្រាប់ថាវេទមន្តមានដូចជាភ្លើងទឹកដីព្រមទាំងរន្ទះសួរទាំងសប្បាយចិត្តក៏ប៉ុន្តែឪពុករបស់គាត់ប្រាប់ថាគាត់មិនដែលធ្លាប់ឮអំពីវេទមន្តនោះទេសួរទៅកាន់ស៊ីអនថាស៊ីអនតើឯងបានដឹងពីបិសាច fairy និងពាក្យវេទមន្តនេះមកពីណាទៅលើពីនេះបងស្រីរបស់គាត់ក៏សួរថាស៊ីអនតើឯងមិនអីទេម្នេះតិចក្បែរបាយទៅមេរីក៏បានកត់សង្កត់ផងដែរថាចាប់ពីថ្ងៃនោះមកស៊ីអនមិនដែលនិយាយអំពីពាក្យវេទមន្តបន្តទៀតនោះទេ3ឆ្នាំក្រោយមកយើងបានឃើញនៅមេរីកំពុងតែធ្វើការហ្វឹកហាត់កូនរីឯស៊ីអនក៏ចូលចិត្តអានសៀវភៅហ្វឹកហាត់រួចនាងក៏បានទៅសម្រាកស៊ីអនក៏សួរថាមិនបានជាបងឯងខំប្រឹងម្ល៉េះម៉ារីប្រាប់ថាគាត់ត្រូវតែខំប្រឹងចឹងហើយគីឡូឯណាមួយមាននៅរឿងហេតុមួយដែលបានកើតឡើងចេញមកដូចជាស៊ីអនព្រមទាំងគ្រួសារធ្លាក់នៅក្នុងគ្រោះថ្នាក់នៅពេលដែលមានគ្រោះថ្នាក់នាងអាចជួយទៅកាន់គ្រប់គ្នាបាននាងមិនចង់ឲ្យស៊ីអនធ្លាក់នៅក្នុងស្ថានភាពគ្រោះថ្នាក់ឡើយរួចស៊ីអនក៏សួរបន្ថែមទៀតថាអញ្ចឹងបងហ្វឹកហាត់រាល់ថ្ងៃដើម្បីតែខ្ញុំរួចរឿងក៏កាត់ទៅដល់ល្ងាចឡើងពេលនេះកញ្ញាម៉ារីកំពុងតែធ្វើការហ្វឹកហាត់បន្តទៀតនៅគៀនមាត់ទឹកស្រោពេលនេះយើងបានឃើញនៅក្មេងស្រីម្នាក់ទៀតមានឈ្មោះថារ៉ូគឺជាអ្នកនៅក្នុងភូមិតូចជាមួយនឹងម៉ារីព្រមទាំងស៊ីអនព្រមទាំងជាមិត្តភក្តិរបស់ម៉ារីដូចគ្នានាងបានទៅលេងនៅម៉ារីនិយាយថាម៉ារីឯងធ្វើអញ្ចឹងរាល់ថ្ងៃតែមិនហត់ទេម្នេះតែម៉ារីមិនខ្វល់នៅទេរួចរស់ក៏បានសួរទៅកាន់ម៉ារីថាចុះប្អូនប្រុសរបស់ឯងគេមួយថ្ងៃគិតតែពីរៀនបែបនេះមិនចេញមកក្រៅខ្លះសោះម៉ារីក៏គិតដោយសារតែស៊ីអនមិនចេញមកក្រៅនោះទេខ្វល់តែពីការរៀនរបស់គាត់តែប៉ុណ្ណោះក៏ប៉ុន្តែនាងគិតថាស៊ីអនប្រកាសជាមានមូលហេតុរបស់គាត់សរុបនៅអ្នកទាំងពីរក៏បានឃើញនៅធម្មពលវ័យម្ចាំងពណ៌សក៏លេចទៅមើលខាងស៊ីអនក៏ត្រូវបានម៉ារីនាំមកមើលបងមួយនេះដូចគ្នាបន្តពីមកដល់ទីនេះប្រាប់ឲ្យស៊ីអនចាំមើលទៅភ្លាមក៏ស្រាប់តែមានធម្មពលពណ៌លឿងវាបានផុសចេញពីទន្លេមនុស្សអញ្ចឹងខ្ញុំសូមបញ្ចូលបន្តិចដុំធម្មពលមួយនេះវាគឺជាអបដែលត្រូវបានហៅថាអបហ្នឹងហើយវាគឺជាធម្មពលដែលបញ្ចេញដោយអារម្មណ៍ដែលជ្រាលជ្រៅអញ្ចឹងខ្ញុំសូមរំលឹកជាមុននៅក្នុងពិភពមួយនេះមានទាំងបិសាចមានទាំងពពួក fairy ហើយក៏មាននៅពពួកផ្សេងទៀតដូចគ្នាដែលឡែកខាងវេទមន្តមនុស្សជាតិមិនទាន់បានស្វែងយល់អំពីវេទមន្តនៅឡើយនោះទេហើយដុំធម្មពលដែលត្រូវបានផុសចេញពីទន្លេមនុស្សត្រូវបានហៅថាគឺជាអបដែលឡែកអបនោះទៀតសោតមនុស្សធម្មតាមើលមិនឃើញអបឬក៏ជាប្រភេទធម្មពលបែបនេះឡើយបែបនេះจึงអាចសម្គាល់បានថាម៉ារីព្រមទាំងរស់រួមជាមួយនឹងស៊ីអនបានមើលឃើញទៅកាន់អបមួយនេះមានន័យថាពួកគេទាំង3នាក់អាចនឹងប្រើវេទមន្តបានម៉ារីក៏បានប្រាប់ទៅកាន់ស៊ីអនដូចគ្នាថាចាស់ព្រមទាំងឪពុកម្ដាយរបស់ពួកគេមើលមិនឃើញទៅកាន់ធម្មពលមួយនេះឡើយរីឯក្មេងៗមានក្មេងខ្លះទៅមើលមិនឃើញក្មេងខ្លះទៀតទៅមើលឃើញរីឯក្មេងខ្លះទៀតឃើញតែដុំធម្មពលទូចមួយតែប៉ុណ្ណោះមិនសូវមានអ្នកដែលមើលឃើញធម្មពលមួយនេះពេញលេញនោះទេនាងសួរទៅកាន់ស៊ីអនថាស្អាតដែរទេប្រកាសណាស់ស៊ីអនប្រាប់ថាពិតជាស្អាតរួចមេរីសួរថាស៊ីអនតើនឹងមិននេះគឺជាវេទមន្តស៊ីអននិយាយថាវេទមន្ត
Mary ប្រាប់ថាវេទមន្តណាគឺជាពាក្យដែលឯងនិយាយតើបន្តពលឹកបែបនេះ Sion សួរថាបងស្រីនៅចាំ Mary ប្រាប់ថាហេតុអីមិនត្រូវចាំទៅទោះបីជាគូក្បាលរបស់នាងមិនសូវល្អក៏ដោយក៏ប៉ុន្តែពាក្យដែល Sion និយាយនាងត្រូវតែចាំអញ្ចឹងត្រង់នេះមិនមែនមានន័យថាកញ្ញា Mary ល្ងងទេដោយសារតែនាងមិនសូវឆ្លាតដូចជា Sion ឡើយបែបនេះ Sion ក៏បានអរគុណទៅកាន់បងស្រីស្អែកឡើងយើងបានឃើញនៅ Mary ព្រមទាំង Sion ញ៉ាំបាយឡើងលឿនសម្បីតែឪពុកម្ដាយក៏ឆ្ងល់ដែរមូលហេតុដោយសារតែពួកគេចង់មកស្វែងយល់អំពីអបមួយនោះពួកគេបានយកនៅកធុងទឹកចំនួន3ដែល Sion ចង់ធ្វើការធ្វើតេស្តចង់ដឹងថាតើអបទៅនោះចេញមកពីអ្វីទៅនៅខាងក្រោមទឹកមួយនោះអញ្ចឹងគាត់បានយកនៅកធុងទឹកចំនួន3ដែលធុងទឹកចំនួន3ទាំងនេះដាក់នៅរបបផ្សេងៗគ្នាទាំង3ទី1ដុំថ្មទី2គឺជារុក្ខជាតិនៅក្រោមទឹករីឯទី3គឺជាត្រីអញ្ចឹងបន្ទាប់ពីបំពេញនៅថ្មព្រមទាំងរុក្ខជាតិជាចុងក្រោយពួកគេទាំងពីរនាក់ក៏ទៅស្ទួយត្រីនៅពេលស្ទួយត្រីអ្នកទាំងពីរក៏ឆ្លៀតនិយាយគ្នាលេងផងដែរអំពីរឿងអបឬក៏វេទមន្តមួយនោះ Sion ក៏បានអរគុណទៅកាន់បងស្រីរបស់គាត់ដែលបានព្យាយាមធ្វើរឿងទាំងនេះជាមួយនឹងគាត់ទាំងអ្នកបងស្រីដូចជាមិនសូវយល់ពីរឿងទាំងនេះប្រមាណនោះទេហើយ Sion ក៏សន្យាផងដែរនៅពេលដែល Sion អាចស្វែងយល់នៅវេទមន្តបានគាត់នឹងប្រាប់ទៅកាន់បងស្រីមុនគេនិយាយមិនទាន់ចប់ផងភ្លាមៗក៏ស្រាប់តែ Mary ស្ទួចនៅត្រីមួយដ៏ធំបានអញ្ចឹងក៏បានដាក់ត្រីមួយនោះចូលទៅកាន់កធុងចុងក្រោយស្រាប់ប៉ុណ្ណោះក៏ស្រាប់តែកញ្ញា Mary បានចូលមកហើយក៏និយាយផងដែរថាអូ Mary តើនោះគឺជាប្អូនស្រីរបស់ឯងមែនទេ Mary ប្រាប់ទៅកាន់ Sion ឲ្យ hello ទៅកាន់ Rose ទៅអញ្ចឹង Sion ក៏បានប្រាប់ថាខ្ញុំមានឈ្មោះថា Sion រីករាយដែលបានជួបកញ្ញា Rose ក៏បានប្រាប់ផងដែរថាខ្ញុំ Rose គឺជាស្រីស្អាតជាងគេនៅក្នុងទីក្រុងជឿជាក់ខ្លាំងពេកនឹង Sion មើលឡើងផ្លឹកកញ្ញា Mary ប្រាប់ទៅកាន់ Sion ថាកុំខ្វល់ពីជាប៉ែតហ្នឹងឯងជាប៉ែតហ្នឹងតែអញ្ចឹងឯងចាប់ខ្លួនឯងដាក់លើហឹងកញ្ញា Rose និយាយថា Mary បើមិននិយាយក៏គ្មានពីណាគេបខំដែររួច Rose ក៏បានសួរទៅកាន់ Sion ថា Sion តែឯងបានឃើញពីដុំភ្លើងចេញពីទន្លេនោះដែរតែ Sion ប្រាប់ថាគាត់ឃើញហើយក៏ឃើញច្បាស់ដូចគ្នាកញ្ញា Rose ប្រាប់ថាវាស្អាតណាស់មែនអត់ហើយនាងក៏តែងតែមកមើលដូចគ្នាលើបែបនេះ Sion ពិតជាសប្បាយចិត្តសួរថាអញ្ចឹងតើនាងដឹងអំពីដុំភ្លើងនោះអ្វីខ្លះទៅកញ្ញា Rose ប្រាប់ថានាងមិនដឹងនោះទេនាងគ្រាន់តែមកមើលតែប៉ុណ្ណោះអ្នកទាំង3ចាំរហូតដល់ល្ងាចឡើងយើងបានឃើញនៅទន្លេបើបញ្ចេញនៅធម្មពលឬក៏អបនោះបន្តទៀតដល់ឡែកធុងទឹកទាំង3ដែល Sion មិនយើងបានរៀបចំវាមិនចេញនៅអបទាំងនោះឡើយបែបនេះ Sion ក៏មិនទៅដល់ចុះទៅមើលក្នុងទឹកនោះទេចង់ដឹងថាតើស្អីទៅជាអ្នកបញ្ចេញនៅធម្មពលអបទាំងនោះកញ្ញា Mary ឃើញប្អូនទៅអញ្ចឹងពេលនេះក៏បានដោះចុះទៅក្នុងទន្លេដូចគ្នាទៅស្វែងយល់ចុះទៅដល់ខាងក្រោម Sion បានដាក់ដៃរបស់គាត់ទៅលើអបទាំងនោះបានដឹងនៅកម្ដៅអ៊ុនៗចេញពីអបទាំងនោះ Mary ដាក់ទៅក៏មានអារម្មណ៍ថាដូចជាក្ដៅអ៊ុនៗដូចគ្នាអញ្ចឹងពេលនេះ Sion ក៏បានអន់ក្បាលរបស់គាត់ចុះទៅមើលចង់ដឹងថាស្អីទៅជាអ្នកបញ្ចេញនៅធម្មពលអបទាំងនោះក៏ប៉ុន្តែមើលមិនឃើញទេវាត្រជាក់ពេកបន្ទាប់ពីធ្វើការស្វែងយល់ពេលនេះ Sion របស់យើងបានគិតថាមើលទៅអបទាំងនោះវាមិនបញ្ចេញដោយដុំថ្មឬមួយក៏ជារុក្ខជាតិនៅក្រោមទឹកឡើយវាប្រហែលជាបញ្ចេញដោយប្រភេទត្រីស្វែងយល់រួចអ្នកទាំងពីរឡើងទៅខាងលើពាក់ខោអាវវិញកញ្ញា Rose ស្ទូចបាននៅត្រីមួយយកមកឲ្យអ្នកទាំងពីរមើលនាងក៏អាចមើលដឹងអំពីត្រីនាងដឹងថានេះគឺជាត្រីញីរីឯត្រីដែល Sion បានយកបាននោះវាគឺជាត្រីឈ្មោលដាក់ចូលទឹកស្រូបពេលនោះក៏ស្រាប់តែត្រីទាំងពីរបានបង្កើតនៅអបមួយចេញមកឬក៏អបជាច្រើនទៀតបានធ្វើឲ្យពួកគេពិតជាភ្ញាក់ផ្អើលមែនទែន Sion ក៏បានស្វែងយល់នៅរឿងមួយទៀតគាត់ដឹងថាអបទៅនេះវាបានបញ្ចេញនៅពេលដែលមានការទុកចិត្តអញ្ចឹងបានន័យថាត្រីមួយវាបានទុកចិត្តទៅកាន់ត្រីមួយទៀតបែបនេះវាក៏បញ្ចេញនៅធម្មពលអបកញ្ញា Rose និយាយថាអញ្ចឹងគឺជាការរៀបការព្រមទាំងស្រឡាញ់គ្នាបង្កើតជាគ្រួសារហ្នឹងមែនទេ Marie នៅក្មេងគិតថាគ្រួសារមែនទេអញ្ចឹងខ្ញុំព្រមទាំង Sion មិនបាច់ចាំទុកចិត្តគ្នាទេមែនទេដោយសារតែពួកយើងគឺជាគ្រួសារតែមួយទៅហើយកញ្ញា Mary ចង់បង្កើតនៅពងឲ្យទៅកាន់ Sion លឺបែបនេះភ្ញាក់ផ្អើលមែនទែននិយាយថាមិនអាចទៅរួចនោះទេពួកយើងគឺជាបងប្អូនមិននឹងអាចបង្កើតកូនឲ្យគ្នាបានទៅកញ្ញា Mary សួរថា Sion តើឯងស្រឡាញ់បងអត់ Sion ប្រាប់ថាប្រកាសគាត់ពិតជាស្រឡាញ់បែបនេះ Marie ប្រាប់ថាគាត់ក៏ស្រឡាញ់ទៅកាន់ Sion ដែរពួកយើងទាំងពីរនាក់ស្រឡាញ់ដូចតែគ្នាតើអញ្ចឹងពួកយើងអាចរៀបការបានរួចរឿងក៏កាត់នៅពេលដែលពួកគេទៅដល់ផ្ទះវិញពេលនេះកញ្ញា Mary រត់មកទាំងសេតទៅកាន់ Sion ដោយសារតែអ្នកម្ដាយទៅតែស្ដីឲ្យនាងនោះទេបន្ទាប់ពីនាងនិយាយអំពីរឿងរៀបការជាមួយនឹង Sion ហើយនាងក៏បានប្រាប់ផងដែរថានាងចង់រៀបការជាមួយនឹង Sion ដោយសារតែនាងខ្លាចថានៅពេលដែលធំឡើងពួកគេទាំងពីរនាក់បែកគ្នារៀបការជាមួយនឹងមនុស្សដែលខ្លួនស្រឡាញ់រៀងខ្លួនលើបំនេះ Sion សន្យាថាគាត់ក៏មិនរៀបការជាមួយនឹងអ្នកផ្សេងនោះទេគាត់នៅជាមួយនឹង Mary ចំណិចរួយក៏អោបគ្នាទៅនៅពេលដែលពួកគេបានអោបគ្នាក៏ស្រាប់តែ Sion បានបញ្ចេញនៅធម្មពលព្រមទាំងពន្លឺនៅរាងកាយរបស់គាត់ Mary និយាយថាតើនេះគឺជាធម្មពលនៃការទុកចិត្តមែនទេហើយ Mary ក៏ចេញទៅរីឯខាង Sion និយាយថាវាក៏កាន់តែសប្បាយបន្តទៀតហើយអញ្ចឹងខ្ញុំសូមនិយាយអំពីធម្មពលតិចធម្មពលវាអាចបញ្ចេញបាននៅពេលដែលមានអារម្មណ៍ជ្រាលជ្រៅដូចជាការខឹងដោយជ្រាលជ្រៅដូចជាការស្រឡាញ់ដោយជ្រាលជ្រៅឬមួយក៏ជាការផ្ដោតអារម្មណ៍របស់យើងដល់កម្រិតយើងក៏បញ្ចេញនៅធម្មពលវេទមន្តបានដែលជាក់ស្ដែងទៅតាមមើលទៅអ្នកដែលមានទេពកោសល្យក៏ជាអ្នកដែលអាចបញ្ចេញនៅវេទមន្តបានដូចគ្នាដោយសារតែយើងបានឃើញនៅក្មេងៗផ្សេងៗទៀតមិនអាចមើលឃើញទៅកាន់អបបាននោះទេដែលអីតែ3នាក់ពួកគេទាំង3អាចមើលឃើញទៅកាន់អបទាំងនោះអញ្ចឹងខ្ញុំសូមបញ្ចប់នៅភាគមួយត្រឹមនេះបាយបាយ